ទូស្រីរបស់យើងសម្ដែងដោយមីសាអារីសាវ៉ាដោយសាររឿងមួយហ្នឹងគឺយកអំពីទូស្រីរបស់យើងគឺជាម្ដាយក្មេករបស់គេហើយថ្ងៃនេះតួខាងកូនប្រសាក៏ដូចជាកូនស្រីហ្នឹងគឺមកលេងផ្ទះហើយពីអ្នកប្តីប្រពន្ធដែលត្រូវជាម៉ែឪក្មេកនេះក៏ទទួលរយៈកូនហើយឲ្យគេងស្នាក់នៅមួយរយៈអីសិនដែរព្រោះថាយូរបានមកលេងម្ដងអីចឹងណាហើយឪអញ្ចឹងហើយក៏បានទៅរៀបចំធ្វើរបស់ញ៉ាំដើម្បីទទួលកូននិងកូនប្រសាដែលត្រូវជាតួប្រុសហើយនឹងកូនវាអីចឹងទៅដល់ទៅពេលមករៀបចំធ្វើម្ហូបហ្នឹងបាននឹងតែខ្លួនឯងហ្នឹងឥឡូវហ្នឹងគឺអាយុក៏កាន់តែច្រើនកម្លាំងក៏កាន់តែទ្រុឌទ្រោមតួស្រីរបស់យើងហ្នឹងក៏ឃើញពីសកម្មភាពរបស់ប្តីបែបហ្នឹងក៏មានការមិនសូវជាសប្បាយចិត្តដែរគឺព្រួយចិត្តចឹងណាព្រោះថាយប់ប្រលប់ឡើងអីចឹងគឺមិនដែលបំពេញឲ្យសោះតួស្រីរបស់យើងក៏មានការទៅលោបមើលកូនប្រសាដែលត្រូវជាតួប្រុសរបស់យើងហ្នឹងងុយទឹកងុយអីហើយក៏មានការគិតបែបប្លែកគឺទៅសងំលើក្រេដែលអានោះឃើញស្មានតែប្រពន្ធវាក៏មានការបបោះអង្អែលទៅម៉ែក្មេកសោះហើយឲ្យដេញចេញពីបន្ទប់សួរតែចេញអត់មកដល់កម្រិតនេះហើយចាំកាលទៀតខ្ចាយណែចាំកាលទៀតមកដល់កម្រិតនេះហើយនោះហើយពេលស្អែកឡើងហ្នឹងក៏មានធ្វើដូចជាអត់មានរឿងអីកើតឡើងអញ្ចឹងជួបមុខគ្នាក៏និយាយស្ដីធម្មតាដូចអត់មានរឿងអីកើតឡើងអញ្ចឹងក៏ប៉ុន្តែនៅពេលដែលអាតួប្រុសយើងមកអង្គុយសាឡុងហ្នឹងតួស្រីយើងក៏តាមមកខ្ចាយភ្លាមអីចឹងដែរនេះអេមរបស់គេតែហ្មងបញ្ជាក់ថាតួស្រីរបស់យើងគាត់មានអាយុច្រើនបន្តិចក៏ប៉ុន្តែអេមព្រោះថាអេដមានតាមដានតាំងពីសម័យនៅស្អាតអសបស្វែងលើចូលឡើងជាលេខកូនភ្លេចសួយមើលចូលចិត្តភ្លេចចុច like ចុច follow បង